កុំឈប់ឡាននៅក្នុងផ្លូវមួយនេះឲ្យសោះបើសិនជាអ្នកទាំងអស់គ្នាមិនចង់ជួបរឿងនេះនៅផ្លូវ Archer Avenue ជិត Resurrection Cemetery នៅទីក្រុង Chicago រដ្ឋ Illinois មានសាក្សីជាច្រើនណាស់ព័ត៌មានស្រដៀងគ្នាថាមានស្ត្រីវ័យក្មេងស្លៀករ៉ូបពណ៌សមុខមាត់ស្អាតបាតប៉ុន្តែស្ងៀមស្ងាត់តែងតែឈររង់ចាំឡាននៅពេលយប់ចាប់តាំងពីទសវត្សរ៍1930មកអ្នកបើកឡានយប់ៗបានរាយការណ៍ថាឃើញនាងឈរនៅជាយផ្លូវនាងសូមជិះឡានដូចជាមនុស្សធម្មតានិយាយតិចសំឡេងស្រទន់ប្រាប់ឲ្យឈប់ឡានជិត Cemetery ពេលឡានឈប់នាងបាត់ភ្លាមតែម្ដងមិនមានស្នាមជើងមិនមានសំឡេងទ្វារបើកនោះទេគេជឿថា Mary គឺជាក្មេងស្រីវ័យ19ទៅ22ឆ្នាំស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រោយពីចេញពីកម្មវិធីរាប់ត្រូវបានបញ្ចុះសពនៅ Resurrection Cemetery មានរឿងមួយគេបាននិយាយថានាងស្លាប់មុនពេលរៀបការវិញ្ញាណមិនទាន់បានទៅចាប់កំណើតនោះទេនៅតែត្រឡប់មកផ្លូវដែលនាងស្លាប់វិញដដែលផុសតាំងដែលគួរឲ្យភ្ញាក់ផ្អើលមានសាក្សីរាប់រយនាក់សាក្សីរួមមានអ្នកបើកបរតាក់ស៊ីប៉ូលីសនិងបុគ្គលិកបារក្នុងឆ្នាំ1976មានរបាយការណ៍ថារបងដៃ Cemetery ត្រូវបានដៃមនុស្សចាប់បត់ទំហំដៃស្របនឹងស្ត្រីវ័យក្មេងនោះឯងរឿងនេះល្បីក្នុងវប្បធម៌សាធារណៈមានសៀវភៅស្រាវជ្រាវ documentary រឿងខ្មោចនៅលើ TV អាមេរិកត្រូវគេចាត់ទុកថាជា the most famous hitchhiking ghost ចុះសម្រាប់អ្នកទាំងអស់គ្នាវិញបើសិនជាមានស្ត្រីម្នាក់ហៅឲ្យឈប់ឡានតើអ្នកទាំងអស់គ្នាហ៊ានឈប់ដែរឬទេសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក